យើងចូលទៅដល់ប្រធានបទទី3តែម្ដងគឺកីឡាករគុនខ្មែររបស់យើង5រូបនឹងធ្វើដំណើរនឹងហោះទៅផ្សព្វផ្សាយគុនខ្មែរជាលើកដំបូងនៅប្រទេសអេស្ប៉ាញបាទដែលតាមរយៈវីដេអូនេះខ្ញុំជឿជាក់ថាយើងនៅពេលដែលយើងធ្វើការចាក់ផ្សាយកីឡាកររបស់យើងគឺគាត់បានធ្វើដំណើរទៅដល់ប្រទេសអេស្ប៉ាញរួចរាល់ហើយបាទត្រៀមប្រគួតរួចរាល់ហើយបាទពងទៅត្រៀមលក្ខណៈជាស្រេចគឺកីឡាករគុនខ្មែរយើង5រូបមានបូរ៉ាមានលីមីមានគឹមសវណ្ណឃីមមានប៊ុនសុធាហើយនិងហុងសវណ្ណច័ន្ទសុធីបាទលោកលីហួរតាមរយៈកីឡាករទាំង5គឺក្រុមការងាររបស់លោកលីហួរផ្ទាល់តែម្ដងអ្នកនាំកីឡាករទៅលោកលីហួរអាចជម្រាបជូនពុកម៉ែបងប្អូនបានទេថាកីឡាករយើងទាំង5គាត់ទៅធ្វើការប្រកួតបែបណាហើយជាមួយនឹងកីឡាកររូបណាខ្លះដែរសម្រាប់កីឡាករយើងទាំង5គាត់ប្រកួតច្បាប់គុនខ្មែរនៅលើទឹកដីនៃប្រទេសអេស្ប៉ាញដោយសារតែ KSF គុនខ្មែរ Super Fight បានសហការជាមួយនឹង MTR Promotion យើងនាំយកព្រឹត្តិការណ៍គុនខ្មែរទៅរៀបចំនៅទីនោះជាលើកដំបូងគឺនៅរដ្ឋធានី Madrid ប្រទេសអេស្ប៉ាញដោយគេធ្លាប់តែរៀបចំការប្រកួតឬក៏ច្បាប់តាក់ទងនឹងប្រទេសខាងរបស់យើងទេគេได้រៀបចំគុនខ្មែរប៉ុន្តែឥឡូវនេះយើងបានសហការគ្នាទៅរៀបចំនៅទីនោះជាលើកដំបូងបន្ទាប់ពីមានកិច្ចសហការនិងការព្រមព្រៀងគ្នាកាលយើងនាំកីឡាករទៅប្រកួតនៅប្រទេសបារាំងបាទគឺកីឡាករគឺគ្រូបង្វឹកដែលគាត់មានឈ្មោះថា Jacinto គ្រូបង្វឹករបស់ Mario បន្ទាប់ពីគាត់បានឈ្នះជោគជ័យបន្ថងហើយគាត់មកចរចាទៅចង់ឲ្យយើងនាំកីឡាករគុនខ្មែរដែលល្អណាបាទទៅក្លឹបគាត់ម្ដងព្រោះគាត់ឃើញការប្រកួតនៅបារាំងហ្នឹងជក់ចិត្តខ្លាំងបាទជក់ចិត្តខ្លាំងតែវ៉ាន់ថងគាត់ស្លាប់មែនប៉ុន្តែ Mario គាត់សរសើរថាកីឡាកររូបនេះបើសិនជាមិនស្លាប់លឿនក៏ Mario ក៏បានដែរបាទអញ្ចឹងយើងក៏បានតាក់ទងគ្នាតាំងពីចុងឆ្នាំ2024មកដល់ពេលបច្ចុប្បន្ននេះយើងបានសម្រេចថ្ងៃស្អែកហើយគឺយើងសម្រេចយកថ្ងៃទី8ខែកុម្ភៈឆ្នាំ2025ជាថ្ងៃប្រកួតផ្លូវការនៅទឹកដីទីក្រុង Madrid ប្រទេសអេស្ប៉ាញកីឡាករយើង5រូបមានបូរ៉ាត្រូវប៉ះជាមួយនឹង Mario Alvarez ជាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ KSF បាទហើយក្នុងនោះគឺមានកីឡាករបាហុងសវណ្ណចន្ទធីជួបជាមួយនឹងម្ចាស់ផ្ទះអេស្ប៉ាញហើយសម្រាប់ឌីមីជួបជាមួយនឹងបាទGonzalo Tebas ដែលជាដៃគូចាស់របស់សៀងហៃបាទហើយក៏ជាម្ចាស់ខ្សែក្រវ៉ាត់ ISKA គុនខ្មែរផងដែរនៅប្រទេសបារាំងបាទគូនេះក៏តាំងតឹងគ្នាបាទហើយក៏មានការប្រកួតម៉ារ៉ាតុនដណ្ដើមខ្សែក្រវ៉ាត់ KSS ដូចគ្នារវាងកីឡាករគុនខ្មែរប៉ះជាមួយនឹងអេស្ប៉ាញនិងអង់គ្លេសបាទគឺមានគឹមសវណ្ណឃីមប៊ុនសុធាត្រូវដឹកដៃគ្នាហោះយន្តហោះទៅប៉ះជាមួយនឹងកីឡាករ Thai Blow ដែលជាកីឡាករអង់គ្លេសហើយនិង Kevin Martinez ដែលជាកីឡាកររបស់អេស្ប៉ាញបាទអញ្ចឹងសម្រាប់បូរ៉ាធ្វើការដូចរៀងធ្ងន់ដែរណាធ្ងន់ជាងជួយអាចនិយាយថាជាការប្រកួតជួយសងសឹកឲ្យវ៉ាន់ថងបាទតែបានអត់សម្រាប់ការទៅលើកទី1នៅប្រទេសអេស្ប៉ាញនេះមិនដែលលោកពីក្រុមការងារនៅប្រទេសអេស្ប៉ាញមានថាពួកគាត់ខ្នះខ្នែកឬក៏យ៉ាងម៉េចដែរជាមួយនឹងក្រុមការងារគុនខ្មែររបស់យើងស្វាស្វែងខ្លាំងបើគាត់ស្វាស្វែងខ្លាំងគាត់ចង់ឲ្យមានព្រឹត្តិការណ៍ហ្នឹងទៅដល់ប្រទេសអេស្ប៉ាញខ្លាំងដោយសារតែគាត់ធ្លាប់រៀបកន្លងមកវាទៅជាភាពដដែលណាអញ្ចឹងគាត់ចង់ឲ្យមានអ្វីថ្មីនៅប្រទេសអេស្ប៉ាញអញ្ចឹងគាត់បានតាក់ទងហើយគាត់ចង់បានកីឡាករគុនខ្មែរគាត់ចង់បានសង្វៀនគុនខ្មែរទៅរៀបចំនៅទីនោះឥឡូវចំពោះមុខនេះគឺវាសឹងតែរួចរាល់ 95% ទៅហើយ05%ទៀតមិនបានរួចរាល់ព្រោះយើងអត់ថតទៅដល់បាទតតែថ្ងៃបែរថាពួកយើងទៅដល់មកយើងចរចាគ្នាបន្តទៀតថានឹងធ្វើការរបៀបម៉េចក្នុងការប្រកួតក្រោយៗណាហើយខាងអេស្ប៉ាញគេបានសុំនៅច្បាប់គុនខ្មែររបស់យើងដើម្បីទៅសិក្សាទៅរៀនសូត្រក្នុងការដាក់បន្ទុកឬក៏ច្បាប់ក្នុងការវាយថាមិនវាយកន្លែងណាបន្ទុកមិនសម្រាប់មិនអីមិនប្រកួតបានទឹកអីបានទឹកអញ្ចឹងណាប៉ុន្តែវាមិនខុសគ្នាពីប្រទេសជិតខាងអញ្ចឹងគេក៏មិនសូវជាពិបាកក្នុងការសិក្សាប្រហែលដែរបាទហើយចំពោះការខ្នះខ្នែងរបស់គេយើងឃើញហើយ website ឬក៏គេហទំព័រធំនៅប្រទេសអេស្ប៉ាញកំពុងតែផ្ដិតឬក៏សរសេរអក្សរពាក្យគុនខ្មែរនៅគេហទំព័ររបស់គេយ៉ាងច្រើនមែនទែនហើយគេមានតាំងពីវិទ្យុជាឬក៏វិទ្យុផ្សេងៗដែលផ្សព្វផ្សាយពីព្រឹត្តិការណ៍ KSF គុនខ្មែរ Super Fight ដែលសហការជាមួយនឹង MTR Promotion ហើយពេលដែលទៅដល់គេមានក្រុមការងារផ្លូវការគេមួយគេមកធ្វើ documentary ឬក៏ឯកសារបទយកការតាំងពីកីឡាករយើងចុះពីលើយន្តហោះការស្នាក់នៅការធ្វើម្ហូបហូបចុកវឹកហាត់សម្រក់គីឡូការប្រកួតនិងការត្រឡប់ទៅវិញគេនឹងធ្វើឯកសារទាំងអស់នេះរបស់កីឡាករយើងទាំង5រូបហើយគេនឹងដាក់ផ្សាយឬក៏ដាក់លក់ទៅតាមបណ្ដា channel YouTube ធំនៅក្នុងប្រទេសអេស្ប៉ាញបាទពិតជារឿងដ៏ល្អមែនប៉ុន្តែយ៉ាងណានៅពេលដែលយើងធ្វើគឺរមែងតែងតែមានពាក្យសរសើរនិងពាក្យបង្អាក់មួយចំនួនបន្តិច
មានមតិពីរគាត់លើកឡើងមកផ្សេងគ្នាគាត់ថាសម្រាប់ដល់ការចង់ឲ្យផ្សព្វផ្សាយគុនខ្មែរបានកាន់តែទូលំទូលាយនិងបានលឿនគឺយើងត្រូវយកកីឡាករចម្រុះជាតិសាសន៍មកប្រកួតនៅស្រុកខ្មែរយើងឲ្យច្រើនបាទហើយបងប្អូនយើងមកផ្នែកធំក៏គាត់សាទរថាការចេញទៅផ្សព្វផ្សាយនៅក្រៅស្រុកបែបនេះធ្វើឲ្យប្រទេសដទៃគឺគាត់ស្គាល់ច្រើនស្គាល់លឿនជាងជាពិសេសគឺបណ្ដាប្រទេសអឺរ៉ុបដូចជាក្រុមការងារលោកលីហួរបានទៅអង់គ្លេសទៅក្រិចទៅនឹងក្រុងទៅអេស្ប៉ាញជាដើមសម្រាប់លោកលីហួរវិញយល់យ៉ាងណាដែរសម្រាប់មតិពីរលើកឡើងរបស់បងប្អូនត្រង់នេះវាអត់ខុសទេអត់ខុសទេក៏មិនតន់ជាត្រូវ 100% ដែរមូលហេតុបើខ្ញុំនិយាយថាមិនតន់ត្រូវ 100% ឥឡូវខ្ញុំសូមនិយាយពីការនាំកីឡាករចម្រុះជាតិសាសន៍មកប្រកួតសិនថាតើការនាំកីឡាករចម្រុះជាតិសាសន៍មកប្រកួតនឹងគេជាកីឡាកររបៀបម៉េចបាទតើគេមកគេចង់ស្គាល់ពីយើងអត់តើកីឡាករចម្រុះជាតិសាសន៍ទាំងអស់នោះគេហាត់នៅទីណាបាទប្រសិនបើកីឡាករចម្រុះជាតិសាសន៍ទាំងអស់គាត់ហាត់នៅប្រទេសជិតខាងរបស់យើងទេយើងយកមកគ្រាន់តែបានប្រកួតធម្មតាវាអត់មានបញ្ហាទេបាទដោយតែយើងប្រកួតខ្មែរទេគាត់តែវាបាននាមជាអន្តរជាតិបាទប៉ុន្តែបើយើងយកកីឡាករចម្រុះជាតិសាសន៍ដែលមកពីបណ្ដាប្រទេសរបស់គេហ្មងហើយគេមកដល់ស្រុកយើងតើគេមកគ្រាន់តែប្រកួតទេឬក៏គេមកធ្វើអីគេបាទគេមកបើគេមកគ្រាន់តែប្រកួតទេក៏មិនខុសពីយើងយកកីឡាករនៃប្រទេសជិតខាងយើងមកប្រកួតដែរបាទប៉ុន្តែបើសិនជាគាត់មកប្រកួតហើយយើងមានពេលវេលាណែនាំឲ្យគាត់ស្គាល់អីបន្ថែមទៀតអានឹងវាជាផលចំណេញមួយផ្នែកដែរបាទនឹងក៏ជារឿងត្រូវបាទហើយសួរថាការនាំកីឡាករចេញទៅវាយក្រៅស្រុកវាមានផលចំណេញអីខ្លះដែរខ្ញុំគិតថាផលចំណេញវាមិនមានទេសម្រាប់ថវិកានោះបាទបើឲ្យអ្នករៀបចំការប្រកួតមួយគាត់ចំណេញរាប់ម៉ឺនរាប់ពាន់ដុល្លារខ្ញុំគិតថាគ្មានទេមានអ្នករៀបចំកីឡាមិនមែនថានេះកីឡាស្រុកខ្មែរយើងបច្ចុប្បន្នណាបើឲ្យអ្នកដែលរៀបចំកីឡានៅក្នុងប្រទេសយើងបច្ចុប្បន្នឲ្យគាត់មានពីកីឡាមិនអាចមានទេបាទមិនអាចមានទេទាំងបាល់ទាត់ទាំងការ៉ាតេយូដូគុនខ្មែរឬក៏កីឡាផ្សេងវាស្អីនេះលើកលែងតាវាជាប្រភេទកីឡាអាជីវកម្មឧទាហរណ៍ថាដូចកីឡាវាសីគាត់ចេះស្ទាត់ហើយគាត់ទៅបើកសាលមួយចំជាអាជីវកម្មមកកាយវប្បកម្មគាត់រៀបចំអីយ៉ាងហ្នឹងគាត់ជីវកម្មគាត់បានចំណូលហើយដូចគុនខ្មែរយើងនេះដូចលោកគ្រូសេនមកថេនគាត់បើកក្លឹបអីចឹងទៅហើយមានកីឡាករបរទេសចូលហាត់ហើយបានចំណូលអាហ្នឹងមិនថាបានតែបើឲ្យយើងរៀបចំជាព្រឹត្តិការណ៍ឲ្យសួរទៅយកលុយមកចូលហាប៉ៅវិញចំណេញទាំងដុលគឺមិនមានទេបាទចេញទៅក្រៅស្រុកអន់បំផុតក៏ត្រូវខាត 20000 ដែរបាទ អញ្ចឹងបើអ្នករៀបចំក្រៅស្រុកអត់មានលុយទប់ទេគឺពិបាកឯងបើជឿសួរបងថមីគីមលោកស៊ឺវណ្ណៈទៅបាទថាពិបាកយ៉ាងណាយើងចេញទៅអាស៊ីគឺយើងអស់កម្រិតរៀងសួរស្ដើងតែយើងចេញទៅអឺរ៉ុបក៏សម្បត្តិជនហោះក៏ចូល 20000 ជាងដែរសម្រាប់ក្រុមការងារនិងកីឡាករបាទអញ្ចឹងការចំណាយគឺច្រើនប៉ុន្តែហេតុអីក៏យើងត្រូវចង់ចេញយើងនាំគុណខ្មែរទៅដល់ផ្ទះរបស់គេធម្មតាទេតែយើងចូលស្ដីទៅដឹងគេយើងមិនអាចនាំគេមកផ្ទះយើងបានទេយើងចង់ស្ដីទៅដឹងគេតើតែយើងនាំកូនយើងទៅផ្ទះគេដើម្បីទៅមើលដើម្បីទៅសួរនាំរៀបរាប់រាយរាប់យើងគឺជាកូនប្រុសទឹកដីអឺរ៉ុបគឺជាកូនស្រីអញ្ចឹងយើងប្រុសយើងត្រូវចូលទៅសួរនាំគេហើយយើងត្រូវរៀបរាប់ពីខ្លួនឯងឲ្យគេស្គាល់ទៀតបាទថាខ្ញុំមិនចេះខូចខលទេខ្ញុំមិនចេះស្រាមិនចេះបរិយមិនចេះលាក់អញ្ចឹងទៅបាទអញ្ចឹងដូចគ្នាទេគុណខ្មែរយើងគឺជាកូនប្រុសហើយយើងត្រូវនាំទៅដល់ផ្ទះកូនស្រីយើងរៀបរាប់ប្រាប់គេ1 2 3 4 5ថាគុណខ្មែរយើងចេះគេស្គាល់ហើយគុណខ្មែរតែបើឲ្យគេយល់ថាអីជាគុណខ្មែរគេអត់ដឹងទេគុណខ្មែរគេមិនដឹងថាណាប្រទេសយើងគឺជាប្រទេសកម្ពុជាគេស្គាល់តែប្រទេសកម្ពុជាទេប៉ុន្តែតាំងពីជំនាន់ណាជំនាន់ណីនេះគេស្គាល់ថាជាខ្មែរអំផាយបាទអញ្ចឹងបើឲ្យគេស្គាល់តែគុណខ្មែរគេអត់ដឹងទេគេអានដាច់ KUN KHMEO គេដឹងថាគុណខ្មែរអ្នកខ្លះអានតែកូនខ្មែរគេដឹងប៉ុន្តែឲ្យគេថាស្គាល់ថានឹងជាអីគេអត់ដឹងទេអញ្ចឹងតោះតែយើងនាំរបស់យើងមនុស្សរបស់គុណខ្មែរនាំទាំងមនុស្សនាំទាំងពាក្យទៅផ្សព្វផ្សាយទៅប្រាប់គេថានេះគុណខ្មែរកីឡាករនេះគាត់ប្រកួតហ្នឹងគឺកីឡាករគុណខ្មែរដែលឯងឆ្ងល់ថាគុណខ្មែរជាអ្វីហ្នឹងគឺគាត់ហ្នឹងហើយជាគុណខ្មែរគឺគាត់ហ្នឹងហើយជាម្ចាស់ក្បាច់គុណជាអ្នកវាយផ្ទាល់ជាអ្នកបង្ហាញគុណខ្មែរគាត់គឺគាត់ហ្នឹងហើយតែបើយើងបញ្យល់ថាឲ្យមើលតាម YouTube មើលតាមអីយើងកាលគេមើលគេមិនដឹងគេមិនចាប់អារម្មណ៍គេអត់ឃើញផ្ទាល់អត់បានសួរផ្ទាល់អត់បានថតផ្ទាល់អត់បានប៉ះផ្ទាល់គេមិនដឹងថាយ៉ាងម៉េចបាទអញ្ចឹងគេថាការរៀបចំតែក្រៅប្រទេសមួយគឺថាកត្តាសំខាន់ពីរត្រូវតែមានថាទី1គឺមានទុនធានទី2គឺមានឆន្ទៈក្នុងការស្រឡាញ់ចង់លើកស្ទួយគុណខ្មែរដែរបាទបើថាស្រឡាញ់ហើយអត់ទុនធានក៏ពិបាកតែអ្នកខ្លះបងប្អូនគាត់មានទុនធានតែគាត់មិនបានផ្ដោតទៅលើរឿងគុណខ្មែរក៏អត់បានគ្នាអញ្ចឹងថាត្រូវមានទាំងព្រមអញ្ចឹងជឿជាក់ថាពុកម៉ែបងប្អូននឹងអាចថាអធិស្ឋាននឹងយោគយល់ត្រង់ចំណុចនេះបាទហើយលទ្ធផលយើងទៅមានឈ្នះមានចាញ់យ៉ាងណាគឺជាការទៅផ្សព្វផ្សាយមួយចំណែកដែរមិនថាទៅទាល់តែឈ្នះមិនផ្សព្វផ្សាយបានទេបាទព្រោះកីឡាគឺបែបហ្នឹងឈ្នះមានចាញ់បាទ
តែសំខាន់គឺការបញ្ចូលប្រាប់គេនាំរបស់ឲ្យគេឃើញបាទធម្មតាគេថាលឺ10ដងមិនស្មើនឹងឃើញម្ដងណាបាទឃើញ10ដងមិនស្មើនឹងឃើញ11ដងបាទអញ្ចឹងតើយើងព្យាយាមទៅបង្ហាញឲ្យគេបានគេយល់បានគេស្គាល់បានគេដឹងបាទបាទអរគុណច្រើនឃើញថាលោកលីហួរបានរៀបរាប់ច្រើនពីបេសកកម្មនៅក្នុងការផ្សព្វផ្សាយគុនខ្មែរនៅតាមបណ្ដាប្រទេសនានាបាទយ៉ាងណាដែរសម្រាប់ឆ្នាំ2025នេះយើងឃើញថាអេស្ប៉ាញគឺជាប្រទេសទី1បាទចុះយើងនឹងមានគម្រោងទៅកាន់ប្រទេសណាដទៃទៀតទេសម្រាប់ការរៀបចំកម្មវិធីប្រកួតគុនខ្មែររបស់យើងចំពោះគម្រោងយើងមានបានថាយើងដាក់គោលដៅសម្រាប់ KSF គុនខ្មែរ Super Fight ដែលមានបងសុវណ្ណៈជាស្ថាបនិកគឺលោកបានដាក់គោលដៅទៅក្នុងមួយឆ្នាំយ៉ាងតិចគឺចេញឲ្យបាន4ដងចេញឲ្យបាន4ដងប៉ុន្តែខ្ញុំគិតថា4ដងនេះបើយើងចង់ចេញទៅបណ្ដាប្រទេសផ្សេងនឹងពិបាកបន្តិចយើងចេញទៅគឺទី1យើងត្រូវស្វែងរកដៃគូសហការសិនដោយសារតែការចេញទៅក្រៅស្រុកមិនមែនថាយើងចង់ទៅដូចយើងទៅផ្សារកាន់តែត្រកមួយទៅទេគឺយើងត្រូវការឯកសារត្រូវការការធានាត្រូវការក្លឹបដែលមាន license ឬក៏ promotion ពីខាងនោះដែលមាន license មកជួយធានារ៉ាប់រងយើងទើបការចំណាយរបស់យើងទើបយើងដាក់ឯកសារទៅស្ថានទូតមានទម្ងន់បាទអញ្ចឹងសម្រាប់មកពីបារាំងវិញចំពោះមុខសម្រាប់មកពីអេស្ប៉ាញវិញចំពោះមុខនេះយើងគិតថាយើងចង់ទៅប្រទេសបារាំងនៅទឹកដីលីយ៉ុងសម្បូរបងប្អូនខ្មែរយើងនៅទីនោះច្រើនដែរនៅក្នុងខែ5ប៉ុន្តែសម្រាប់ឯកសារគឺអត់ទាន់រួចរាល់ឯកសារអត់ទាន់រួចរាល់អញ្ចឹងយើងមានជំរឿមួយទៀតយើងនឹងអាចទៅញូហ្សេឡង់បាទញូហ្សេឡង់ដែលមានបងប្អូនខ្មែរយើងនៅទីនោះក៏ចង់ឲ្យយើងទៅរៀបច្រើនហើយយើងកំពុងតែធ្វើការជាមួយនឹងស្ថាប័នបណ្ដាលមួយដែរហើយគាត់មានក្លឹបនៅញូហ្សេឡង់ហើយគាត់កំពុងតែរៀបចំឯកសារនឹងសួរដេញដោលមួយយើងថាតើយើងធ្លាប់រៀបចំមិនយើងត្រូវរៀបចំមិនជាមួយគាត់អីចឹងណាហើយសម្រាប់ការបែងចែកនៃការចំណាយដែលយើងបែងចែករបៀបអីមិនចឹងទៅបាទហើយយើងក៏ត្រូវការចំណាយពីខាងនោះខ្លះដែរបើមិនជាយើងចេញទៅទាំងអស់ទាំងកីឡាករបរទេសក៏យើងចំណាយទាំងកីឡាករខ្មែរក៏យើងចំណាយខ្ញុំគិតថាវាកាន់តែពិបាកមែនទែនដែលថា sponsor បច្ចុប្បន្ននេះគាត់អត់ទាន់ហ៊ានចាយលុយធំជាមួយនឹងកម្មវិធីធំដែលរៀបក្រៅស្រុកទេហើយគាត់ចាយ50-60ម៉ឺនឬសង្វៀនធំហ្មងខ្ញុំគិតថាគាត់មិនហ៊ានទេគាត់អាចត្រឹមខ្ទង់$10,000ចុះក្រោមមិនដល់ទៅ$10,000ហ្នឹងអាច$7,000ចុះក្រោមបាទអូអញ្ចឹងបើសិនជាមួយឆ្នាំខ្ទង់4ដងនេះមានថាបងស៊ីវណ្ណៈមួយឆ្នាំគាត់ខាតអត់ចិត្ត$10,000ដែរសបាដែរបាទខាតចូល7-8ម៉ឺនដែរបាទអញ្ចឹងផលលំបាកច្រើនដែរផលលំបាកទាំងថាការរៀបចំឯកសារទៅដាក់ស្ថានទូតការទៅសហការជាមួយនឹងប្រទេសនានាអីផលលំបាកមានច្រើនប៉ុន្តែយ៉ាងណាតើសារជាមួយនឹងក្រុមការងារដែលយើងនៅតែផុសផុលឬក៏សកម្មនៅក្នុងការព្យាយាមផ្សព្វផ្សាយគុនខ្មែរនៅក្រៅប្រទេសពីលោកលីហួរវិញមានអីសំណូមពរទៅដល់បងប្អូនយើងសម្រាប់ការប្រកួតមួយឃើញថាពេលខ្លះទៅក៏យើងទៅឈ្នះពេលខ្លះទៅក៏យើងទៅចាញ់អញ្ចឹងបងប្អូនយើងក៏មែនតើគាត់ចង់ឲ្យល្អប៉ុន្តែពេលខ្លះគាត់ទៅឃើញថាតែផ្សព្វផ្សាយប៉ុន្តែពេលទៅដល់ចាញ់គេអីចឹងដូចមិនអីចឹងណាបាទអញ្ចឹងពីលោកលីហួរមានអីសំណូមពរទៅបងប្អូនយើងវិញបាទជាការសំណូមពរអត់មានច្រើនទេដែលបងប្អូនធ្លាប់ដឹងអញ្ចឹងដោយសារតែចប់ការប្រកួតខ្ញុំតែតែធ្វើវីដេអូសរុបលទ្ធផលសរុបសេចក្តីយកវិញហ្នឹងណាការសំណូមពរចង់ឲ្យបងប្អូនយើងបើកចិត្តឲ្យទូលាយបាទគ្រប់គ្រងទៅដល់កីឡាករគុនខ្មែររបស់យើងឲ្យបងប្អូនដឹងអញ្ចឹងការនាំកីឡាករចេញទៅក្រៅបច្ចុប្បន្ននេះអ្វីដែលជាផលលំបាកបំផុតថាវិការរឿងទី1រឿងទី2គឺកីឡាករបាទព្រោះយើងរកកីឡាករសួរបងប្អូនហ្នឹងចុះមិនយកអ្នកនេះទៅចុះមិនយកអ្នកនោះទៅយើងពិបាកយកដោយសារអីស្ថានីយ៍មួយគាត់ចាត់កីឡាករ2ទៅ3ខែមុនឯណោះអញ្ចឹងវាយើងកាលទៅវាបថុចញឹកទាំងពេលយើងប្រកួតទៀតគាត់ក៏ពិបាក cancel កម្មវិធីគេក្នុងការកម្មវិធីធំហ្នឹងយើងពិបាកអញ្ចឹងយើងព្យាយាមរាវរកកីឡាករណាដែលទំនេរឲ្យគាត់មានសមត្ថភាពអញ្ចឹងវាមិនបានពេញចិត្តពេញថ្លើម 100% ដូចបងប្អូនទេណាមួយយើងចង់ផ្ដល់ឱកាសឲ្យអ្នកដទៃទៀតឥឡូវមានហុងសវណ្ណច័ន្ទសទ្ធីគាត់ធ្លាប់ទៅអង់គ្លេសបន្តទៀតក៏គាត់បានទៅអេស្ប៉ាញឥឡូវមានឌីមីគាត់តែបានទៅឥឡូវក៏គាត់បានទៅប្រទេសអេស្ប៉ាញអញ្ចឹងយើងចង់ផ្ដល់ឲ្យអ្នកចំនួនក្រោយបានច្រើនអញ្ចឹងចាញ់ឈ្នះបងប្អូនយើងមើលអត់ទាន់ឃើញទេមិនទាន់ប្រឡងយើងក៏មិនទាន់ដឹងលទ្ធផលដែរតែយ៉ាងណាក៏បងប្អូនយើងព្យាយាមលើកកម្លាំងចិត្តហើយនឹងកែចំណុចខ្វះខាតរបស់គាត់ហ្នឹងកីឡាករនេះមិនចេញទៅវាយចេះវាយចុះគ្នាពេលខ្លះឆ្លងប្រទេសគេមកយើងក៏អញ្ចឹងយើងទៅគេក៏អញ្ចឹងវាជារឿងច្បាប់ធម្មជាតិយើងអាចបន្ទោសបានថាយើងទៅគេយើងវាយមិនចេញយើងបន្ទោសថាយើងមកវិចាញ់ទឹកដីចុះគេមកយើងវិញគេអត់ចាញ់ទឹកដីទេវិចាញ់ដូចគ្នានឹងបងប្អូនយើងអញ្ចឹងយើងបើកចិត្តឲ្យទលាយទាំងអស់គ្នា
ចាញ់ឈ្នះយើងទទួលយកប៉ុន្តែសំខាន់កីឡាករគ្នាខិតខំប្រឹងប្រែងអស់ផលិតភាពហើយកីឡាករណាក៏ដោយគាត់ចេញក្រៅប្រទេសគាត់មិនចង់ចាញ់ទេប៉ុន្តែធ្វើម៉េចបើគេល្អជាងយើងឬក៏គេខ្លាំងជាងយើងអញ្ចឹងវាមានប្រែមានព្រួលអីខ្លះៗហើយនេះគឺកីឡាករហើយសម្រាប់បច្ចេកទេសនៃការផ្សាយផ្ទាល់បងប្អូនយើងក៏បើកជាអេតាលីដូចគ្នាយើងហោះដីចម្ងាយជាង10000គីឡូជិត20000គីឡូចាយពេលជាង20ម៉ោងឬក៏ពេលខ្លះជាង10ម៉ោងនាំហោះទៅអញ្ចឹងអាការផ្សព្វផ្សាយរបស់យើងនឹងការបញ្ជូនរូបឆ្លងប្រទេសឆ្លងទ្វីបនេះវាតែងតែមានភាពរអាក់រអួលសម្លេងឬក៏រូបភាពអីចឹងហើយអញ្ចឹងបងប្អូនយើងព្យាយាមបើកជាអេតាលីហើយទទួលយកនៅអ្វីដែលជាភាពខ្វះខាតហើយសូមស្ថាបនាមកវិញហើយពួកយើងនឹងកែពីមួយចំណុចទៅមួយចំណុចពីមួយចំណុចទៅមួយចំណុចធម្មតាយើងទៅដល់យើងមិនមែនក្រុម live ខ្លួនឯងទេបាទបើខ្ញុំទៅបារាំងខ្ញុំយកក្របបាន live ខ្លួនឯងក៏យើងនៅមានចំណុចខ្វះខាតខ្វះនេះខ្វះនោះយើងវិចសំពីគ្រឿង live ទៅមកឈុតទៅតែម្ដងវាមិនមែនជារឿងងាយស្រួលទេហើយក្រុម live គេនៅនោះគេមានស្រេចវាស្រួលហើយប៉ុន្តែការបញ្ជូនរូបមកដល់ខ្មែរវិញក៏វាចាប់សញ្ញារអាក់រអួលលេងទីទួអញ្ចឹងវាមានកត្តាពិបាកជាច្រើនតែបាទអរគុណច្រើនប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីឃើញថាប្រធានបទដែលខ្ញុំបាទនឹងលោកលីហួរបានជជែកជាមួយថ្ងៃនេះគឺមានតែប៉ុណ្ណឹងបាទតែយ៉ាងណាបើសិនជាមានកន្លែងណាដែលយើងខ្ញុំទាំងពីរនាក់មានពាក្យពេចន៍មិនដោយការត្រណាមសំរុំក៏សូមខន្តីអភ័យទោសគោលបំណងតែមួយនៅក្នុងកម្មវិធីតោះនិយាយពីកីឡាគឺនិយាយរឿងរ៉ាវដែលបងប្អូនមួយចំនួនអត់បានដឹងនៅពីក្រោយសង្វៀនរឿងដែលកើតហើយឬក៏រៀបនឹងកើតហើយគោលបំណងសំខាន់តែមួយគត់របស់ក្រុមការងាររបស់យើងគឺធ្វើយ៉ាងណាចូលរួមលើកស្ទួយនិងផ្សព្វផ្សាយវិស័យកីឡាជាពិសេសគឺគុណខ្មែរគេមរតកជាតិរបស់យើងឲ្យបានល្អបាទអរគុណច្រើនបងប្អូនយើងសន្យាត្រឡប់មកជួបគ្នានៅអេពីសូតថ្មីមួយទៀតហើយពេលដែលយើងរៀងស្ងប់ស្ងាត់ប្រធានបទឬក៏មានរឿងរ៉ាវតាក់ទងនឹងកីឡាករណាទីថ្មីអញ្ចឹងយើងនឹងហៅគាត់ចូលមកក្នុងវេទិការបស់យើងដើម្បីជជែកវែកញែកសួរនាំព័ត៌មានខ្លះៗជាពិសេសយើងនឹងសួរអំពីវាំងនននៅក្រៅសង្វៀនរបស់គាត់ថាតើមានអ្វីនឹងកើតឡើងបន្តទៀតដោយលោករតនាណយនិយាយអញ្ចឹងខន្តីអធិស្ឋានដល់ពីអធិប្បាយទាំងអស់បើសិនជាមានត្រង់ណាលឺលូខ្វះខាតមិនស្អាតស្អំផងច្រឡំចំណុចណាមួយអធិស្ឋានយើងខ្ញុំទាំងពីរនាក់បងធម្មតាយើងទៅមករាវអញ្ចឹងវាតែងតែមានលះវាតែងតែមានវាតែងតែមានខុសហើយប៉ុន្តែពួកខ្ញុំនឹងព្យាយាមស្ដាប់ហើយនឹងកែនៅចំណុចខ្វះខាតនិងខុសឆ្គងទាំងអស់បាទអរគុណច្រើនបាទពេលវេលាសម្រាប់ការជជែកជាមួយនឹងបងប្អូនក៏បានជិះចូលមកដល់ទីបញ្ចប់បាទខ្ញុំបាទរតនាណយខ្ញុំបាទលីហួរបាទរួមជាមួយនឹងក្រុមការងារបាទសូមអរគុណសូមគោរព